មានពុទ្ធជាច្រើនគាត់តែងតែខមមិនសួរថាដើរជួលព្រៃម្នាក់ឯងដេកក្នុងព្រៃម្នាក់ឯងមកយប់ហ្នឹងអត់ខ្លាចខ្មោចទេអីចឹងណាបងប្អូនបាទសម្រាប់ខ្ញុំនេះគឺអត់សូវជឿប្រហែលទេបងប្អូនហើយបាទគឺថា50ចឹងណាអ្នកទាំងអស់គ្នាបាទតតែជួបផ្ទាល់បានយើងអាចសន្និដ្ឋានបានថារឿងហ្នឹងទើបយើងអាចជឿជាក់បាន100%ចឹងទៅសម្រាប់ខ្ញុំនេះដេកព្រៃរាល់ថ្ងៃនេះគឺថាជួនកាលអាចឮតែសលេងតិចតួចនេះឯងក៏មិនប្រកាសថាជាប្រភេទអមនុស្សឬក៏ជាខ្មោចទេណាបងប្អូនបាទព្រោះថាយើងឮតែសំឡេងអញ្ចឹងយើងអាចសន្និដ្ឋានបាន100%ទេបងប្អូនហើយបាទហ្នឹងហើយបងប្អូនគ្នាបាទនៅក្នុងវីដេអូនេះខ្ញុំបានចំណាយពេលមួយយប់ពេញតែម្ដងបាទដើម្បីសម្រាប់នៅក្នុងព្រៃកោងកាងបាទរកក្តាមរកខ្យងរកអីចឹងទៅដើម្បីធ្វើម្ហូបព្រាមៗនៅក្នុងព្រៃនឹងតែម្ដងបាទតតែស្អែកឡើងមកយើងទៅផ្ទះវិញអញ្ចឹងណាពុទ្ធបន់នេះវានៅឆ្ងាយពីផ្ទះពេកបងប្អូនហើយបាទដល់អញ្ចឹងបើសិនជាយើងត្រឡប់ទៅផ្ទះគឺវាឆ្ងាយខ្លាំងណាបងប្អូនបាទដល់អញ្ចឹងយើងមានតែដាច់ចិត្តសម្រាប់នៅតំបន់នឹងតែម្ដងទៅព្រោះកុំឲ្យយើងពិបាកទៅពិបាកមកអញ្ចឹងណាបងប្អូនបាទព្រោះផ្លូវឆ្ងាយអញ្ចឹងទៅហើយណាមួយយើងចូលព្រៃកាលមុនអីយើងអត់មានអីសកួរសម្រាប់ថ្មទូរស័ព្ទដៃអញ្ចឹងណាបាទតែឥឡូវនេះយើងបានកំងទូរស័ព្ទដៃមួយគ្រឿងមួយទៀតដែលមានថ្មកាន់ខ្លាំងមែនតើដើម្បីចូលព្រៃដើម្បីងាយស្រួលថតវីដេអូរាល់តែដងអញ្ចឹងទៅអ្នកទាំងនេះដឹងស្រាប់ហើយថាខ្ញុំចូលព្រៃរាល់ដងគឺដើម្បីថតវីដេអូផងក៏ដូចជារកគ្រឿងសមុទ្រផងអញ្ចឹងទៅណាបាទហើយអ្នកទាំងនេះបាទចង់ដឹងថាវីដេអូនេះប្លែកយ៉ាងម៉េចនោះឬជាដែលយើងសម្រាប់នៅក្នុងព្រៃកោងកាងមួយយប់ពេញហ្នឹងបាទប្លែកយ៉ាងម៉េចនោះតទៅតាមដានទស្សនាវីដេអូនេះទាំងអស់គ្នានឹងឲ្យសួស្ដីអ្នកទាំងអស់គ្នាបាទបើក្បាលវីដេអូមកក៏ចាប់ផ្ដើមចេញដំណើរតទៀតហើយបងប្អូនហើយបាទដោយរាល់ដងយើងធ្លាប់ទៅជីទូកជាអីចឹងទៅណាបាទក៏ប៉ុន្តែមករយៈនេះខ្ញុំចាប់ផ្ដើមប្រើក្បួនទៅវិញហើយបងប្អូនហើយព្រោះវាសន្សំសំចៃច្រើនអញ្ចឹងណាបើសិនតែយើងទៅទូកគឺវាអស់សាំងច្រើនបងប្អូនបាទអត់រួចថ្លៃប្រេងថ្លៃសាំងទេបងប្អូនហើយព្រោះសាំងប្រេងឥឡូវនេះគឺវាឡើងថ្លៃខ្លាំងណាស់បើសិនជាយើងមិនចេះសន្សំសំចៃទេគឺអត់រួចថ្លៃការថ្ងៃដែលយើងត្រូវរកទេបាទដូចងារភក់នេះអញ្ចឹងយើងរកដើម្បីលក់រាល់ថ្ងៃនេះគឺលក់បានតម្លៃមួយដែលធូរថ្លៃខ្លាំងមែនតើបាទសម្រាប់បងប្អូនដែលគាត់យកទៅពិសាយកទៅហូបអញ្ចឹងណាបាទបើសិនជាយើងលក់ថ្លៃពេកក៏មិនកើតដែរបងប្អូនហើយដោយសារតែយើងលក់ឲ្យមួយយើងប៉ុណ្ណាយើងលក់ឲ្យគាត់ដែលគាត់កំងយកទៅទិញហូបហ្នឹងគឺប៉ុណ្ណឹងអញ្ចឹងណាបាទធូរថ្លៃខ្លាំងមែនតើឥឡូវនេះយើងក៏បានមកលេងទឹកលេងអីកំសាន្តអញ្ចឹងទៅបងប្អូនហើយបាទគឺខ្ញុំមិនសូវកាត់ទុកប៉ុន្មានទេបងប្អូនឲ្យតែបានចូលព្រៃហ្នឹងគឺដឹងតែសប្បាយហើយបាទសប្បាយម្នាក់ឯងក៏សប្បាយចេញដែរបាទអត់សូវកាត់ទុកប៉ុន្មានទេបាទទុកធំបំផុតនោះគឺត្រង់ថាអត់លុយចាយតែប៉ុណ្្នឹងឯងបាទនិយាយលេងបងប្អូនហើយបាទបើយើងចូលព្រៃគឺថាអារម្មណ៍របស់យើងស្រស់ស្រាយណាបាទតែងតែនឹកឃើញដល់អតីតកាលដែលយើងតែងតែមកចូលព្រៃបាទមើលគោមើលក្របីអញ្ចឹងទៅជួបជុំមិត្តភ័ក្តិអីហ្នឹងទៅបងប្អូនអីចឹងទៅបាទលោតទឹកលេងក្នុងព្រែកក្នុងអីហ្នឹងគឺថាដេញចាប់គ្នាគឺសប្បាយខ្លាំងមែនតើបាទតែដែលយើងធំឡើងចេះតែងតែនឹកឃើញនៅអតីតកាលរបស់យើងដែលយើងធ្លាប់ឆ្លងកាត់ចឹងណាតែមិត្តភ័ក្តិខ្ញុំមួយចំនួនឥឡូវនេះគេធំគេមានការងារគេមានមុខរបររបស់គេអស់ហើយបាទអត់តែខ្ញុំទេបាទនៅជាប់ជាមួយនឹងអតីតកាលរហូតដល់បច្ចុប្បន្នហ្នឹងចឹងណាបាទនឹងអ្នកទាំងអស់គ្នាសម្រាប់បងប្អូនណាដែលគាត់ធ្លាប់ឆ្លងកាត់ជាក្មេងមើលគោជាក្មេងមើលក្របីកាលពីអតីតកាលអីអ្នកទាំងអស់គ្នាអាចជួយខមមិននៅខាងក្រោមវីដេអូនេះបានចឹងណាបាទដើម្បីយើងអាចពិភាក្សាគ្នាក្នុងខមមិនបន្តទៀតបាទខ្ញុំជឿថាប្រកាសជាជួយចត់ហើយបាទណាបងប្អូនបាទឥឡូវនេះបន្ទាប់ពីយើងលេងទឹកសបាយមកឈុលមកឥឡូវនេះចាប់ដើមភ្លៀងមកបងប្អូនអើយបាទមិនដឹងថាគិតខុសឬគិតត្រូវទេដែលខ្ញុំលេងទឹកចឹងណាបាទព្រោះថាល្ងាចឡើងចង់រឹងធ្គាមមកបងប្អូនអើយបាទថ្ងៃនេះដោយសារតែយើងយកកសែងភ្លៀងមកដែរបងប្អូនអើយយកកណាត់កស៊ូមកដែរក៏ប៉ុន្តែបំណាច់ថាឲ្យសើមមកដល់កពូលហ្មងបងប្អូនបាទនៅអ្នកទាំងនេះឥឡូវនេះយើងក៏ចាប់ផ្ដើមរៀបចំអីវ៉ៃអវ៉ាន់ក៏ដូចជាក្របអីវ៉ៃអវ៉ាន់របស់យើងនៅកតាបបាទដើម្បីកុំឲ្យទៅទឹកភ្លៀងចឹងទៅនៅក្នុងព្រៃកោងកាងនេះបើសិនជាមេឃបើកថ្ងៃរៀងគ្រាន់បន្តិចបងប្អូនអើយតែបើសិនជាមេឃភ្លៀងមកហើយសឹងថាយប់ដូចថ្ងៃដូចយប់ហ៎បងប្អូនបាទមើលអីក៏មិនសូវច្បាស់ដែរបាទព្រោះវាល្ងិតឆ្លប់ហ្មងណាបងប្អូនទាំងគ្នាឥឡូវនេះយើងក៏ចាប់ផ្ដើមរៀបចំដំបូលក្បូនរបស់យើងបាទដើម្បីជ្រកភ្លៀងជ្រកអីចឹងទៅបាទព្រោះថានៅក្នុងព្រៃនៅតំបន់សមុទ្រនេះត្រូវតែត្រៀមឲ្យបានគ្រប់លក្ខណៈណាអ្នកទាំងគ្នាបើសិនជាត្រៀមមិនបានគ្រប់លក្ខណៈទេបាទដឹងតែល្ងាភ្លៀងបាទទៅត្រន់នៅក្នុងព្រៃហ្នឹងហើយបាទអញ្ចឹងសម្រាប់ខ្ញុំនេះគឺបានត្រៀមរួចរាល់អស់ហើយបងប្អូនហើយបាទដូចជាដំបូលក្បូនបាទក៏ដូចជាកណាត់កស៊ូយកមកតាមខ្លួនដែរក៏ប៉ុន្តែដោយសារតែយើងទៅទឹកស្រាប់ជាងទៅយើងខ្ជិលបងប្អូនបាទភ្លៀងបានក៏មិនខ្វល់ដែរបាទដោយសារតែខឲ្យយើងយកមកនេះគឺយើងយកមកពីកំ plei បងប្អូននៅកតាបមកកំ plei ហើយនៅខាងក្រៅយើងដែលសើមហ្នឹងគឺមកកំ plei បាទអញ្ចឹងខ្ញុំមិនសូវខ្វល់ខ្វាយជាមួយនឹងមេឃភ្លៀងបានទេបាទព្រោះគម្រោងយើងមកនេះគឺយើងមកដេកព្រៃហ្នឹងគឺមកយកពេញតែម្ដងបាទដើម្បីរកគ្រឿងសមុទ្របាទណាមួយគ្រឿងសមុទ្ររបស់យើងហ្នឹងក៏រកអត់គ្រប់នឹងបងប្អូនឲ្យគាត់កំងដែរដល់អញ្ចឹងយើងនៅរងចាំរកស្អែកមួយថ្ងៃទៀតបាទបានល្ងាចបាទយើងអាចមកផ្ទះបានគ្រប់ចំនួនដែលបងប្អូនគាត់កំងអញ្ចឹងណាប្រាប់បងប្អូនឲ្យគាត់កំងងារភក់អត់តន់អីក៏អត់ជាស្រ័យណាបងប្អូនបាទសុំលើកទៅស្អែកឬខានស្អែកទៀតអញ្ចឹងទៅព្រោះថាងារភក់យើងរកម្នាក់ឯងរកខ្លួនឯងចេះភ្លាមចេះគឺគាត់គង់ឲ្យបងប្អូនអត់គ្រប់គ្នាទេបងប្អូនអើយបាទសឹងថាមួយថ្ងៃរកតែងារភក់ឲ្យបងប្អូនហ្នឹងបាទអត់សូវមានពេលធ្វើអីទេរំសំបានមើលគឺមិនងាយទេបងប្អូនអើយបាទ
ដូចនេះអីតម្រាំសំបានទូរស័ព្ទមួយគ្រឿងហ្នឹងសឹងថាចង់ខ្យល់កបងប្អូនបាទហើយបងប្អូនគ្នាបាទនេះគឺជាទូរស័ព្ទម៉ាក Pova 7 Ultra 5G បាទដែលខ្ញុំកំងមកដើម្បីយកទៅថតវីដេអូជំនួសទូរស័ព្ទខ្ញុំបច្ចុប្បន្នអញ្ចឹងណាពួកតម្រាំមិនដាច់ចិត្តទិញវាហ្នឹងសឹងថាចំណាយពេលសិក្សាពីវាហ្នឹងមិនតិចថ្ងៃទេបងប្អូនបាទតម្រាំមិនដាច់ចិត្តហ៊ានទិញហ៊ានចំណាយលុយទាំង100ហ៊ានទៅទិញអញ្ចឹងណាបាទនៅបងប្អូនគ្នាបាទនេះគឺជាទូរស័ព្ទមួយបាទដែលមានគុណភាពខ្ពស់ខ្លាំងមែនតើសម្រាប់អ្នកទាំងអស់គ្នាដែលយកទៅថតវីដេអូអីក៏ដូចជាទៅលេងហ្គេមលេងអីហ្នឹងគឺថា perfect ខ្លាំងមែនតើណាបងប្អូនបាទកម្លាំងម៉ាស៊ីនមកវាហ្នឹងគឺខ្លាំងមែនតើបាទអញ្ចឹងសម្រាប់ខ្ញុំគឺអត់សូវជំនាញប្រហែលទេបងប្អូនរឿងលេងហ្គេមលេងអីនោះក៏ប៉ុន្តែសម្រាប់ការតេស្តរបស់ខ្ញុំសម្រាប់ថតវីដេអូនេះគឺថា perfect ហ្មងបងប្អូនបាទចាំមើលបន្តិចទៀតអ្នកទាំងអស់គ្នានឹងដឹងឃើញពីគុណភាពរបស់វាហ្នឹងថាខ្លាំងកម្រិតណាអញ្ចឹងទៅហើយ support លឿនសាកហ្នឹងរហូតដល់70 W ហើយអ្នកទាំងអស់គ្នាបាទគឺលឿនហ្នឹងគឺលឿនខ្លាំងមែនតើនឹងបងប្អូនគ្នាបាទសម្រាប់ការ unboxing នេះគឺថាយើងមានដូចជាដុំសារក៏ជាដូចសារក៏ដូចជាខេសទូរស័ព្ទដៃហើយនឹងទូរស័ព្ទដៃនឹងបានធានាមួយគ្រឿងអញ្ចឹងទៅបាទអញ្ចឹងសម្រាប់រូបរាងនេះបងប្អូនអើយបាទគឺថា perfect ខ្លាំងមែនតើបាទគឺមើលទៅគឺ premium ណាអ្នកទាំងអស់គ្នាបាទតម្លៃនឹងគឺថាតម្លៃទាបអ្នកទាំងអស់គ្នាក៏ប៉ុន្តែគុណភាពនេះគឺថាអស់តោះហើយបងប្អូនអើយសម្រាប់ Tecno Pova 7 Ultra 5G នេះឥឡូវនេះយើងក៏ចាប់ផ្ដើមបើកម៉ាស៊ីនតែម្ដងបងប្អូនអើយបាទគឺថាថ្មីចេះតែម្ដងណាបាទអញ្ចឹងយើងទៅឡើងកម្មវិធីតែមួយសន្ទុះហ្នឹងបងប្អូនអើយបាទបើចាំប្រើ Wi-Fi អីដើម្បីទៅឡើងកម្មវិធីអីទេបាទគឺថាចេញមករូបរាងហ្នឹងគឺថា premium បងប្អូនអើយ premium មែនតើណាអញ្ចឹងសម្រាប់ខ្ញុំគឺថាចាប់ផ្ដើមតេស្តកាមេរ៉ាមើលឲ្យអ្នកទាំងអស់គ្នាពីព្រោះថាខ្ញុំត្រូវការថតវីដេអូថតអីចឹងទៅដូចញាពួកអីបងប្អូនអើយមើលឡើងឃើញព្រុយហ្មងបាទមិនចេះថាបងប្អូនបាទបងប្អូនអាចទស្សនាខ្លួនឯងមើលទៅសកម្មភាពរបស់ខ្ញុំថតវីដេអូហើយនេះគឺជាលទ្ធផលនៃវីដេអូដែលយើងបានថតបាទគឺច្បាស់ខ្លាំងមែនតើបាទច្បាស់ហ្មងបងប្អូនហើយនៅកាមេរ៉ានេះគឺវាមានភ្លើងរត់ជុំវិញហ្នឹងគឺថាមើលពេលយប់ទៅគឺថាតាក់ទាញគឺស្អាតបងប្អូនអើយស្អាតមួយយ៉ាងហ្មងអញ្ចឹងសម្រាប់ខ្ញុំដែលថតវីដេអូនេះគឺចាំបាច់ណាស់ត្រូវការទូរស័ព្ទដៃមួយគ្រឿងដែលកាន់ថ្មហើយយើងថតក្រោមកម្ដៅថ្ងៃគឺអត់សូវក្ដៅអញ្ចឹងបងប្អូនបាទនៅអ្នកទាំងគ្នានេះគឺជាកម្លាំងម៉ាស៊ីនរបស់វាក៏ដូចជា speed មួយចំនួននៅក្នុងទូរស័ព្ទដៃ Pova 7 Ultra 5G ណាអញ្ចឹងសម្រាប់ខ្ញុំអត់បានបញ្យល់ពីកម្លាំងម៉ាស៊ីនរបស់វាលម្អិតទេណាអញ្ចឹងសម្រាប់អ្នកទាំងគ្នាដែលចង់ស្វែងយល់បន្ថែមបាទអាចចូល research នៅក្នុង YouTube បានណាដោយគ្រាន់តែវាយ Pova 7 Ultra 5G អញ្ចឹងទៅគឺមានបងប្អូន creator ខ្មែរយើងហ្នឹងគឺគាត់បាន review គឺក្បោះក្បាយខ្លាំងមែនតើហ្នឹងហើយឥឡូវនេះចូលមកសកម្មភាពវីដេអូរបស់យើងបន្តទៀតបងប្អូនទាំងអស់គ្នាបាទឥឡូវនេះខ្ញុំក៏ចាប់ផ្ដើមចុះទឹកដើម្បីរាវពគាតែអកុសលរាវអត់បានទេបងប្អូនអើយបាទដោយសារតែទឹកប្រេករបស់យើងហ្នឹងវាសាបពេកណាអ្នកទាំងអស់គ្នាព្រោះភ្លៀងមកឆៅមិញហ្នឹងវាដូចជាផ្អើលពគាយើងទៅអស់ហើយបងប្អូនហើយណាមួយខ្ញុំលូតទឹកមិញទៀតហ្នឹងឡើងផ្អើលអស់លីងហ្មងបាទរាវបានខ្ទង់3 4គ្រាប់បងប្អូនហើយនេះពគាអាកូនពគាតិចតួចហ្នឹងអាចថាហៅកូនកពឹសចោលបងប្អូនទាំងអស់គ្នាបាទក៏ប៉ុន្តែអាកូនកពឹសនេះឆ្ងាញ់ណាបងប្អូនបើសិនជាយើងបានច្រើនអញ្ចឹងណាឥឡូវនេះយើងក៏ចាប់ផ្ដើមដើរទៅរកបន្លែព្រៃរបស់យើងហើយដើម្បីយកមកធ្វើម្ហូបរបស់យើងបន្តទៀតព្រោះបើពឹងទៅលើការរាវពគាហ្នឹងគឺមិនបានទេបងប្អូនបាទអញ្ចឹងមានតែយកបន្លែរបស់យើងហ្នឹងយកទៅឆាជាមួយនឹងងាវភក់យើងទៀតហើយបងប្អូនអើយបាទចិត្តខ្ញុំនេះគឺអត់ចង់ហូបងាវភក់ទេបងប្អូនដោយសារតែយើងហូបរាល់តែថ្ងៃដល់អញ្ចឹងឡើងសង្ងាមឡើងធុញដែរណាបងប្អូនបាទយើងចំទៅបាទហ្នឹងហើយអ្នកនរគ្នាសម្រាប់បន្លែដែលយើងកំពុងតែបេះហ្នឹងគឺគេហៅថាបាយរមៀសព្រែកបាទបាយរមៀសព្រែកនេះបើសិនតែយើងយកទៅភ្លាជាមួយនឹងត្រីឆៅក៏ដូចជាគ្រឿងសមុទ្រឆៅគឺថាត្រូវគ្នាឆ្ងាញ់ណាបងប្អូនបាទតែបើសិនជាយើងយកទៅឆាក៏ត្រូវគ្នាដែរបងប្អូនអើយឆាឆ្ងាញ់ណាជាមួយនឹងងាវភក់អីហ្នឹងគឺត្រូវគ្នាដូចទឹកហើយត្រីអញ្ចឹងបាទនៅបងប្អូនគ្នាបាទជាបំផុតទេឥឡូវនេះយើងមានតែហូបងាវភក់ដដែលទៀតហើយបាទថាចង់ប្លែកមួយថ្ងៃអញ្ចឹងថ្ងៃហ្នឹងតែមើលទៅដូចថារោមហូបផ្សេងមិនបានទេមើលទៅមានតែរោគងាវភក់ហ្នឹងហើយដែលយើងមានស្រាប់បាទដែលយើងរកបានភ្លាមអញ្ចឹងទៅព្រោះថាយើងរកអាផ្សេងក៏បានដែរក៏ប៉ុន្តែយើងជិលចំណាយពេលអញ្ចឹងណាដោយសារតែពេលនេះគឺរៀងល្ងាចរៀងយប់ដែរហើយដល់អញ្ចឹងយើងមានតែធ្វើអ្វីដែលស្រួលងាយឆាប់បានដេកឆាប់បានសម្រាកអញ្ចឹងទៅព្រោះថាយើងបញ្ចេញកម្លាំងពលកម្មថ្ងៃមិញហ្នឹងគឺរៀងអស់កម្លាំងខ្លាំងដែរបាទនឹងបងប្អូនទាំងគ្នាឥឡូវនេះយើងក៏ចាប់ផ្ដើមស្ងោងាវភក់យើងឲ្យរៀងហើបមាត់បន្តិចដើម្បីយើងងាយស្រួលបកសាច់របស់វាដើម្បីយកមកឆាជាមួយនឹងបាយរមៀសព្រែករបស់យើងហើយនេះគឺជាទិដ្ឋភាពបាទងាវភក់របស់យើងដែលហើបមាត់ខ្លះហើយបងប្អូនអើយបាទងាវភក់នេះបើយើងយកទៅស្ងោគឺអត់សូវបានសាច់ច្រើនប៉ុន្មានទេតែបើសិនយើងយកទៅអាំងគឺឆ្ងាញ់បងប្អូនឥឡូវនេះយើងក៏ចាប់ផ្ដើមបកសាច់ងាវភក់យើងហើយបាទដើម្បីយកទៅធ្វើជាសាច់ដើម្បីយកទៅឆាជាមួយនឹងបន្លែរបស់យើងហូបបាយពេលល្ងាចអញ្ចឹងទៅឥឡូវនេះមិនមែនពេលល្ងាចបងប្អូនអើយបាទពេលជប់បាត់ហើយនេះស្មាននេះប្រហែលតុងម៉ោង7តិចតួចដែរអ្នកនរគ្នាបាទហើយចំពោះសាច់ងាវភក់នេះបងប្អូនគឺធំខ្លាំងមែនតើបើសិនតែយើងស្ងោរកុំអោយខ្លាំងពេកហើយបាទស្ងោរល្មមអីគឺយើងដកវាចេញទៅគឺសាច់របស់វានៅពេញស្នូកតែម្ដងអញ្ចឹងមើលឡើងកណុលតែម្ដងយើងស្ងោរតែមួយខ្ទះហើយក៏ប៉ុន្តែសាច់របស់វានឹងស្គាល់ថាចិត្តកន្លះខ្ទះបងប្អូនសាច់ច្រើនគួរសមដែរហ្នឹងបាទសម្រាប់បងប្អូនដែលមើលវីដេអូនេះដល់ចប់មិនដឹងថាស្រក់ទឹកមាត់អស់ប្រហែលកតោទេអ្នកនរគ្នា
ហ្នឹងហើយបងប្អូនឥឡូវនេះយើងក៏ចាប់ផ្ដើមដាក់ខ្ទះហើយដាក់ខ្លាញ់ដើម្បីចាប់ផ្ដើមរៀបចំឆាបន្លែក៏ដូចជាឆាគ្រឿងរបស់យើងតែម្ដងបាទឥឡូវនេះយើងក៏ចាប់ផ្ដើមដាក់ខ្ទឹមដាក់ម្ទេសដូចអ្នកនរគ្នាដឹងស្រាប់ហើយខ្ញុំចិត្តហូបហិលដល់កហើយអ្នកនរគ្នាបាទហូបហិលគឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំហើយបន្ទាប់មកយើងក៏ចាប់ផ្ដើមដាក់សាច់ងាភក់របស់យើងចូលទៅបងប្អូនអើយបាទគាត់តែមើលហ្នឹងក៏ស្រក់ទឹកមាត់ដែរបាទតែកំសក់ទឹកមាត់ហ្នឹងបងប្អូនទាំងអស់គ្នាបាទចាំខ្ញុំហូបហើយសិនបាទឥឡូវនេះយើងក៏ចាំដាក់បន្លែបាយរមៀតព្រែករបស់យើងចូលទៅបាទដើម្បីយកមកឆាក្រឡប់ឲ្យវារាងឆ្អិនបន្តិចចឹងទៅចឹងចំពោះបាយរមៀតព្រែកនេះណាអ្នកទាំងអស់គ្នាយើងធ្លាប់តែហូបវាជាភ្លាបាទជាមួយនឹងត្រីឆៅក៏ដូចជារបស់ឆៅចឹងទៅតែដល់ពេលដែលយើងយកមកឆាជាមួយនឹងងាវភក់នេះបងប្អូនអើយបាទគឺថាឆ្ងាញ់មួយយ៉ាងមួយបែបចឹងទៅចឹងសម្រាប់អ្នកទាំងអស់គ្នាដែលមិនធ្លាប់ធ្វើពីមុនមកអីបងប្អូនអាចសាកបានណាបាទគឺឆ្ងាញ់មែនតើបាទនិយាយមែនតើណាមិននិយាយលេងណាបងប្អូនបាទនិយាយមែនតើបាទព្រោះថាខ្ញុំធ្លាប់ឆ្លងកាត់ឡើងឆ្អែតហើយជាមួយនឹងបន្លែព្រៃក៏ដូចជារបស់ផ្សេងៗនៅក្នុងព្រៃចឹងទៅណាបងប្អូនគ្នាឥឡូវនេះមកហូបរបស់យើងចាប់ដើមឆ្អិនហើយក៏ចាប់ដើមហូបយកហើយបងប្អូនអើយបាទតំណងណាបាទកុំស្រក់ទឹកមាត់បងប្អូនគ្នាបាទស្រក់ឲ្យស្រូបទៅវិញណាបាទតែស្ដាយណាសម្រាប់បងប្អូនដែលគាត់អត់មានតំបន់ដែលនៅជាប់សមុទ្រគេគឺអត់មានឱកាសហូបបន្លែបែបសមុទ្រនេះទេបងប្អូនអើយបាទគឺឆ្ងាញ់មែនតើបាទអញ្ចឹងបន្លែនេះអ្នកទាំងអស់គ្នាបើសិនតែយើងយកទៅលក់ក្នុងទីផ្សារមិនដឹងថាប្លែកយ៉ាងម៉េចទេបាទព្រោះថាវាក៏អាចយកទៅស្លក៏បានយកទៅឆាក៏បានយកទៅភ្លាក៏បានណាបាទគឺគ្រប់សពបែបយ៉ាងតែម្ដងអាបាយរមៀតព្រែកនេះហើយមានបន្លែជាច្រើនដែលឆ្ងាញ់ជាងបាយរមៀតព្រែកនេះទៀតបងប្អូននៅក្នុងព្រៃនេះក៏ប៉ុន្តែថ្ងៃនេះសូមបង្ហាញបន្លែបាយរមៀតព្រែកហ្នឹងមួយមុខមើលសិនបាទដើម្បីបងប្អូនលាបទឹកមាត់មួយសាសិនណាបាទនៅបងប្អូនគ្នាបាទគ្រាន់តែនិយាយលេងសើចទេណាបាទឥឡូវនេះយើងក៏ចាប់ផ្ដើមហូបបាយរីរលហើយក៏រៀបចំកន្លែងយើងសម្រាប់កន្លែងយើងដេកចឹងទៅបាទអញ្ចឹងទូរស័ព្ទនេះគឺថាអូមិញគឺថាឡើង smooth តែម្ដងបងប្អូនអើយបាទមើលរឿងមើលអីឡើង smooth ហ្មងណាអ្នកនរគ្នាបាទវីដេអូរបស់យើងនេះគឺមានតែប៉ុណ្្នឹងទេហើយអរគុណអ្នកនរគ្នាក៏ព្រោះថាទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បាទចាំទស្សនាវីដេអូបន្តទៀតណាបងប្អូនបាទបាយបាយ